គោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងលើកយកសាច់រឿងដ៏រន្ធត់ព្រឺព្រួចមួយមកចែកជូនបងប្អូនសន្តាប់ដែលរឿងរបស់យើងនៅថ្ងៃនេះតកតងជាមួយនឹងលោកពុកទាំង3របស់យើងធ្វើដំណើរទៅឯខេត្តបាត់ដំបងទៀតហើយគឺគាត់ធ្វើដំណើរផ្លូវឆ្ងាយទៀតហើយអ្នកទាំងអស់គ្នាហើយសាច់រឿងរបស់យើងនៅថ្ងៃនេះគឺតកតងជាមួយនឹងម៉ដំរីមកពីខាងសុរិនដែលគេល្បីថានៅឯខាងរតនមណ្ឌលគឺសម្បូរទៅដោយគ្រូមន្តអាគមខ្លាំងច្រើនហើយអ្នកដែលមកពីសុរិននេះគឺជាគ្រូមន្តអាគមដែលខ្លាំងហើយគឺគេមានវិជ្ជាអាគមដែលសាហាវបំផុតគឺគេមានរបស់ល្អច្រើនជាពិសេសនោះគឺគេមានតម្រាអាគមហើយតម្រាអាគមនេះផងដែរនៅពេលដែលមានគ្រូមន្តអាគមណាប្រយុទ្ធជាមួយនឹងគ្រូមន្តអាគមមកពីខាងសុរិននឹងចាញ់គឺគ្រូមន្តអាគមនៅខាងសុរិននឹងគឺតែងតែស្រូបយកនៅវិញ្ញាណគ្រូអាគមទាំងនោះដាក់ចូលនៅក្នុងតម្រាអាគមនោះឯងហើយមិនថែមតែប៉ុណ្ណោះទេវិញ្ញាណទាំងអស់នោះគឺមិនមែនគាត់ឃុំទុកធម្មតានោះទេគឺគេឃុំដើម្បីយកមកប្រើនៅពេលដែលគេត្រូវការគឺហាក់បីដូចជាអាយ៉ងរបស់គេពេលដែលគ្រូអាគមនោះគេត្រូវការប្រើឲ្យទៅប្រយុទ្ធជាមួយអ្នកណាឬក៏ចង់ធ្វើអីមួយហ្នឹងគឺគេបានសូត្រនៅមុនគាថារបស់គេទាញយកនៅវិញ្ញាណគ្រូអាគមចេញពីក្នុងតម្រានោះហើយប្រើគ្រូអាគមនោះទៅធ្វើរឿងផ្សេងៗអញ្ចឹងទៅអញ្ចឹងហើយរឿងដែលគេកំពុងតែប្រព្រឹត្តនេះគឺបានលេចលឺធ្លាយដំណឹងដល់លោកពុកទាំង3របស់យើងនៅឯខេត្តពោធិ៍សាត់តាមរយៈមិត្តភ័ក្តិបងថ្លៃរបស់ពូយ៉នដែលគាត់នៅឯខាងមុងរស័យនិងមានសម្លាញ់នៅឯខាងខេត្តបាត់ដំបងនេះឯងអញ្ចឹងហើយលោកពុកទាំង3របស់យើងគឺបានធ្វើដំណើរទៅឯខាងរតនមណ្ឌលនោះតែម្ដងតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាដោយនៅថ្ងៃមួយក្មេងៗនៅក្នុងភូមិមួយនៃស្រុករតនមណ្ឌលពួកគេគឺបានយកគោក្របីទៅមើលដូចសពដងចឹងទៅប្រឡែងនៅតាមព្រៃក៏ដូចជាតាមវាលស្រែដើម្បីឲ្យគោក្របីវាស៊ីស្មៅនិងការពារកុំឲ្យវាស៊ីស្រូវអីចឹងទៅពេលនោះគឺពួកគេបានដេញគោដេញក្របីធ្វើដំណើរកាត់ព្រៃមួយនៃភូមិស្រុករបស់គេនេះឯងដោយជារាល់ដងនៅក្នុងព្រៃនោះវាមិនមែនជាព្រៃធំអីណាទេគឺជាព្រៃធម្មតាប៉ុណ្ណោះប៉ុន្តែអ្វីដែលពួកគេឆ្ងល់នៅថ្ងៃនេះគឺពេលដែលគេដេញគោដេញក្របីកាត់នៅក្នុងព្រៃនោះគឺស្រាប់តែប្រទះជាមួយនឹងវងដំរីប្រហែលជា5ទៅ6ក្បាលហើយគឺមិនមានឃើញម្ចាស់ដំរីនោះទេពួកគេក៏ឆ្ងល់ថាតើដំរីទាំងអស់នេះគឺមកពីណាដោយពួកគេស្នាក់នៅទីនេះរាប់ឆ្នាំមកហើយដែរគឺមិនដែលឃើញសត្វដំរីនៅក្នុងព្រៃនេះនោះទេហើយប្រសិនបើទោះជាមាននោះគឺនៅតាមព្រៃធំឬក៏តាមដងភ្នំអីចឹងទៅប៉ុន្តែភូមិដែលពួកគេស្នាក់នៅនេះគឺមិនសូវជាមានព្រៃធំក្រាស់ក៏ដូចជាភ្នំនោះទេគឺមានត្រឹមតែជាព្រៃធម្មតាប៉ុណ្ណោះគ្រាន់តែថាព្រៃនេះគឺវារាងក្រាស់ប៉ុន្តែបើទោះជាយ៉ាងណាក៏មិនមានដំរីអីច្រើននៅក្នុងព្រៃនេះដែរព្រោះអ្នកភូមិទាំងអស់គឺមិនដែលឃើញសត្វដំរីនៅតាមព្រៃនេះទេបើសិនជាចង់ឃើញក៏អ្នកភូមិត្រូវតែធ្វើដំណើរចូលទៅព្រៃធំឬក៏នៅតាមដងភ្នំអញ្ចឹងទើបមានដំរីគ្រាន់តែថាពួកគេក៏យល់ដែរថាប្រហែលជាដំរីដាច់វងចូលមកក្នុងព្រៃតូចៗអីចឹងទៅពួកគេក៏ធ្វើដំណើរហួសដំរីនោះទៅពេលដែលពួកគេត្រឡប់មកវិញឃើញដំរីទាំងអស់នោះគឺនៅកន្លែងដដែលគឺមិនមានធ្វើដំណើរទៅណាទេហើយប៉ុន្តែពេលដែលពួកគេត្រឡប់មកវិញនេះគឺឃើញមានមនុស្ស2នាក់ដែលម្នាក់នៅនឹងលើដើមឈើហើយម្នាក់ទៀតគឺនៅលើដំរីហើយមើលទៅរូបរាងរបស់ពួកគេគឺដងខ្លួនពុកពេញទៅដោយសាក់ហើយនឹងមានចោះក្រវិលទាំងសងខាងទៀតផងហើយមើលទៅទម្រង់មុខរបស់គេនោះគឺមិនមែនជាជនជាតិខ្មែរនោះទេប៉ុន្តែពួកគេគឺចេះនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញគ្រាន់តែរៀងដើរអញ្ចឹងទៅពេលនោះគឺមានក្មេងប្រុសម្នាក់ដែលមើលទៅវ័យរបស់គេនឹងគឺប្រហែលជាអាយុ18-19ឆ្នាំហើយនៅក្នុងចំណោមក្មេងៗដែលទៅមើលក្របីនោះគឺគេមានរាងវ័យធំជាងគេបរោះនោះពេលដែលដេញក្របីទៅដល់នោះគឺគេបានសួរទៅបរោះដែលនៅលើដំរីថាតើលោកពូតើលោកតាមកពីខាងណាហេតុអ្វីបានជាមានដំរីច្រើននៅក្នុងភូមិនេះតើលោកតាមកពីខាងណាវិញដែរ
បានជានៅក្នុងភូមិនេះគឺមិនដែលឃើញលោកតាពីរនាក់នោះទេហើយម្យ៉ាងវិញទៀតក៏មិនដែលឃើញសត្វដំរីមកនៅម្ដុំនេះនោះទេតើលោកតាមកពីខាងណាវិញតើលោកតាជាអ្នកមកពីឆ្ងាយឬយ៉ាងណាពេលដែលក្មេងប្រុសនោះសួរបុរសម្នាក់ដែលនៅលើដំរីនោះគឺគេនិយាយតបមកវិញបែបនិយាយរៀងមិនសូវច្បាស់គឺគេបានប្រាប់ថាគឺគេមកពីខាងគឺគេមកពីខេត្តបៃលិនដែលគេធ្វើដំណើរមកនេះគឺគេធ្វើដំណើរមកពីខាងបៃលិនហើយគឺវង្វេងព្រៃទើបធ្លាក់មកដល់ទីនេះពេលដែលលោកតាម្នាក់នោះនិយាយបែបនោះក្មេងប្រុសម្នាក់នោះក៏រៀនឆ្ងល់ដែរប៉ុន្តែដោយគាត់បានចម្លើយបែបនេះហើយគាត់ក៏និយាយថាតើលោកតាចង់ឲ្យពួកខ្ញុំនាំទៅផ្លូវធំមួយណាឬទេពេលនោះបុរសម្នាក់នោះពេលនោះលោកតាម្នាក់នោះគេក៏និយាយតបមកវិញថាអត់ទេគឺគេចង់នៅទីនេះអត់ទេគឺគេចង់ស្នាក់នៅទីនេះមួយយប់សិនហើយសឹមស្អែកគឺនឹងរកផ្លូវត្រឡប់ទៅខាងខេត្តបៃលិនវិញពេលដែលបុរសម្នាក់នោះគេនិយាយបែបហ្នឹងហើយពេលដែលបុរសម្នាក់នោះគេនិយាយបែបនោះហើយបុរសក្មេងនោះគាត់ក៏បានក្មេងនោះគេក៏បានត្រឡប់មកវិញហើយគេបានដើរតម្រង់ក្មេងនោះគេត្រឡប់មកវិញហើយបានដេញគោជាមួយនឹងក្មេងៗផ្សេងទៀតត្រឡប់ទៅភូមិវិញទៅពេលដែលពួកគេទៅដល់ភូមិពួកគេបានយករឿងទាំងអស់នេះទៅប្រាប់ទៅពូមេភូមិថាមានដំរីមានអ្នកដែលវង្វេងផ្លូវមកថាមានអ្នកដែលជាអ្នកថាមានអ្នកដែលមានដំរីហ្នឹង5 6ដំរីហ្នឹងគឺថាមានមនុស្ស2នាក់ដែលជាអ្នកមើលដំរីហ្នឹងគឺបានវង្វេងព្រៃហើយធ្លាក់មកដល់ព្រៃនៅក្នុងភូមិអញ្ចឹងទៅពេលដែលពូមេភូមិឮបែបនោះមកប្រហែលជា3ល្ងាចទៅហើយគាត់ក៏បានរៀបចំគាត់ក៏បានកោះគ្នាគាត់ក៏បានកេនលោកពូមេភូមិគាត់ក៏បានហៅគ្នាប្រហែលជា6 ទៅ 7នាក់ចូលទៅក្នុងព្រៃនោះដើម្បីទៅមើលថាតើជាអ្នកមកពីណាថាតើពួកគេមកពីណាតើពួកគេមកទីនេះដើម្បីអីឬក៏ថាពួកគេនេះគឺមកទីនេះថាពួកគេមកពីណាឬក៏មកទីនេះដើម្បីអ្វីហើយប្រសិនបើពួកគេវង្វេងព្រៃមែនគឺឲ្យមកស្នាក់នៅក្នុងភូមិអញ្ចឹងទៅដើម្បីជួយប្រសិនបើជាខ្មែរដូចគ្នាពេលដែលលោកពូមេភូមិគាត់បានដឹងដំណឹងហើយក៏បាននាំបរិសុទ្ធ2 3នាក់ក៏បាននាំគ្នាប្រហែលជា5 6នាក់នោះធ្វើដំណើរចូលទៅក្នុងព្រៃនោះប៉ុន្តែអ្វីដែលចម្លែកគឺมันមានដូចក្មេងៗដែលមើលប៉ុន្តែអ្វីដែលចម្លែកនោះគឺมันបានឃើញនៅដំរីក៏ដូចជាបរិសុទ្ធ2នាក់ដែលក្មេងៗនោះនិយាយទេពេលដែលมันឃើញបែបនោះលោកពូមេភូមិគាត់ក៏ត្រឡប់មកវិញពេលដែលត្រឡប់មកវិញគាត់ក៏បានសួរទៅក្មេងប្រុសម្នាក់នោះថាតើជារឿងពិតឬក៏កុហកគាត់អីចឹងទៅព្រោះថាបើសិនជាមានដំរីមែនគឺមិនច្បាស់ណាព្រោះថាប្រសិនបើមានដំរីមែនច្បាស់ណាគឺនឹងវារង្គើព្រោះថាបើមានដំរីមែនគឺច្បាស់ណាស់វានឹងរង្គើព្រៃឬក៏មានសម្លេងរំពងពេញព្រៃហើយដោយសារតែព្រៃនេះវាមិនសូវដោយសារតែព្រៃនេះគឺជាព្រៃតូចធម្មតាទេវាមិនមានជាព្រៃធំដុំវាមិនមែនជាព្រៃតាមដងភ្នំក្រាស់គឺពិបាកនោះទេអញ្ចឹងហើយប្រសិនបើមានដំរីមែនគឺវានឹងអាចមានសម្លេងអញ្ចឹងហើយប្រសិនបើមានដំរីមែនគឺអាចនឹងមានសម្លេងសម្រាប់ដំរីយំឬក៏សម្លេងព្រៃសម្លេងអីដែលដំរីដើរជន់អញ្ចឹងទៅប៉ុន្តែនេះគឺស្ងាត់ចង្ងំតែម្ដងគឺហាក់បីដូចជាព្រៃធម្មតាប៉ុន្តែនេះគឺហាក់បីដូចជាព្រៃធម្មតាអញ្ចឹងមិនមានអ្វីនោះទេពេលដែលលោកពូមេភូមិមកសួរក្មេងម្នាក់ហ្នឹងហើយក្មេងម្នាក់នោះក៏ឆ្ងល់ដែរដោយសារតែពួកគេគឺបានក្មេងមនុស្សគឺក្មេងៗទាំងអស់នោះគឺពួកគេក៏ឆ្ងល់ដែរដោយសារតែពួកគេគឺបានឃើញផ្ទាល់ភ្នែកតែម្ដងហើយក៏បាននិយាយជាមួយទៀតហើយថែមទាំងនិយាយថាបុរសម្នាក់នោះគឺនិយាយរៀងបាយឡាំហើយថែមទាំងនិយាយថាបុរសម្នាក់នោះគឺបាននិយាយរៀងសម្ដេចហើយថែមទាំងនិយាយថាបុរសដែលនិយាយជាមួយគេតបជាមួយគេនោះគឺនិយាយរៀងដើនទៀតមិនសូវជាច្បាស់ជាភាសាខ្មែរទៀតអញ្ចឹងហើយធ្វើឲ្យក្មេងៗទាំងអស់នោះគឺឆ្ងល់ខ្លាំងមែនទែនហើយអ្នកខ្លះទៀតថាប្រហែលជាពួកគេត្រូវបានខ្មោចលងឬក៏អីចឹងមកប៉ុន្តែក្មេងៗខ្លះទៀតគឺបានគិតថាប្រហែលជាពួកគេត្រូវបានខ្មោចលងឬក៏ម្ចាស់ព្រៃលោលេងអញ្ចឹងទៅពេលដែលបន្ទាប់មក
បន្ទាប់មកពួកគេក៏មិនសូវជាខ្វល់ដែរដោយសារតែគឺមិនបានឃើញដូចអ្វីដែលក្មេងៗទាំងអស់នោះប្រាប់លូយប់ឡើងក៏ចូលមកដល់អ្នកទាំងអស់គ្នានៅក្នុងភូមិគឺពិតជាលូយប់ឡើងក៏ចូលពេលដែលចូលមកដល់ពេលនោះម៉ោងប្រហែលជា9ទៅម៉ោង10យប់នៅក្នុងភូមិគឺស្ងាត់ជ្រងំតែម្ដងប៉ុន្តែគឺស្ងាត់ដូចជារដងអញ្ចឹងគឺមិនមានអ្វីខុសប្លែកឬក៏ខុសធម្មតានោះទេគឺមានឆ្កែព្រុសឆ្កែលូគឺស្ងាត់ឮតែសំឡេងចង្រិតឬក៏កូនកង្កែបកូនក្តាមកូនកង្កែបកូនក្អាត់យំអីអញ្ចឹងទៅប៉ុន្តែម៉ោងប្រហែលជា11ឈានចូលម៉ោង12កណ្ដាលអាធ្រាត្រស្រាប់តែគេឮសំឡេងសម្រែកដំរីយំចេញពីក្នុងព្រៃមកតែម្ដងហើយសំឡេងសម្រែកដំរីនេះគឺហាក់បីដូចជាដំរីមួយវងធំអញ្ចឹងមិនមែនដំរី2 3ក្បាលនោះទេគឺយំឡើងត្រហឹងតែម្ដងគ្រាន់តែថាវាយំនេះគឺមិនយំយូរគឺយំប្រហែលជា5ទៅ10នាទីនឹងឯងពេលដែលឮសំឡេងសម្រែកដំរីយំបែបនោះលោកពូមេភូមិគាត់ក៏បានដុតចន្លោះហើយក៏បានគោះត្រដោកដើម្បីឲ្យអ្នកភូមិផ្សេងៗទៀតឮថាដើម្បីឲ្យអ្នកភូមិផ្សេងៗទៀតឮនិងធ្វើដំណើរមកផ្ទះគាត់អីចឹងទៅពេលដែលក្មេងពេលដែលអ្នកភូមិ5 6នាក់នោះបានពេលដែលអ្នកភូមិបានមកដល់ផ្ទះគាត់បាទពេលដែលអ្នកភូមិបានធ្វើដំណើរមកដល់ផ្ទះគាត់នោះមានគ្នាប្រហែលជាជាង10នាក់ហើយនៅក្នុងចំណោម10នាក់នោះគឺមានបុរសម្នាក់គាត់ជាគ្រូគឺមានបុរសម្នាក់គាត់គឺជាគ្រូមន្តអាគមនៅក្នុងគឺមានគ្រូដែលមានគ្រូចេះនៅហើយនៅក្នុងចំណោមអ្នកភូមិទាំង10នាក់ជាងនោះគឺមានបុរសម្នាក់ដែលជាគ្រូចេះនៅមុនវិជ្ជាអាគមក៏ដូចជាចេះនៅការស្រោចទឹកការស្រោចទឹកលើឫស្សីឬក៏រំដោះគ្រូផ្សេងដូចជាមួយនឹងលោកពុកយតឬក៏ពុកវ៉នយើងដូចគ្នាដែរគ្រាន់តែថាលោកគ្រូដែលនៅចាំគ្រាន់តែថាគាត់គឺជាគ្រូដែលប្រចាំនៅតំបន់នោះមិនមែនជាគ្រូដែលអាចដើរជួយគេតាមខេត្តផ្សេងបានដូចជាលោកពុកទាំង3របស់យើងនោះទេពេលដែលលោកគ្រូនោះពេលដែលអ្នកភូមិមកដល់ហើយបែបនេះបុរសម្នាក់ដែលខ្ញុំនិយាយខាងលើដែលគាត់គឺជាគ្រូប្រចាំនៅក្នុងភូមិនោះគាត់ក៏បានងើយមើលគាត់ក៏បានសម្លឹងមើលគាត់ក៏បានងើយសម្លឹងមើលទៅលើមេឃហើយគាត់បានទម្លាក់ដៃមកវិញចុះគាត់ក៏បានងើបសម្លឹងគាត់ក៏បានងើយទៅលើមេឃគាត់បានសម្លឹងមួយសន្ទុះគាត់ក៏អោនចុះមកវិញហើយលើកដៃរាប់បន្ទាប់មកគាត់បានយកដៃរបស់គាត់នឹងសរសេរលើដៃគាត់បានយកដៃស្ដាំរបស់គាត់នឹងសរសេរលើដៃឆ្វេងគាត់បានយកដៃស្ដាំរបស់គាត់នឹងសរសេរលើដៃឆ្វេងរបស់គាត់ពេលគាត់សរសេរបានមួយសន្ទុះគាត់ក៏បានដើរទៅនិយាយគាត់ក៏បានហៅគ្នាហើយនឹងទៅនិយាយជាមួយលោកពូមេភូមិតែម្ដងពេលដែលគាត់ចូលទៅជួបជាមួយនឹងលោកពូមេភូមិគាត់ក៏បាននិយាយថាលបងគឺមិនស្រួលនោះទេនៅក្នុងភូមិរបស់យើងនេះគឺមានអ្នកដែលចេះនៅមុនវិជ្ជាអាគមចូលមកគ្រាន់តែថាខ្ញុំមើលមិនឃើញនោះទេអ្វីដែលខ្ញុំដឹងគឺអ្វីដែលខ្ញុំបានដឹងនោះគឺមុនវិជ្ជាអាគមដែលខ្ញុំបានពង្រាយនៅតាមភូមិរបស់យើងនេះគឺមានអ្នកបំបែកបាត់ទៅហើយមុនអាគមរបស់ខ្ញុំនោះគឺបានសាបហើយមុនអាគមរបស់ខ្ញុំនោះគឺបានដោះហើយមុនអាគមរបស់ខ្ញុំនោះគឺត្រូវបានដោះចេញបាត់ទៅហើយអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់ទៅបុរសម្នាក់ដែលគាត់ជាគ្រូប្រចាំនៅភូមិនោះហ្នឹងគឺគាត់មានឈ្មោះថាលៀងដែលអ្នកភូមិហៅគាត់ថាអ៊ំលៀងឬក៏គ្រូលៀងអញ្ចឹងទៅហើយគាត់គឺជាគ្រូដែលប្រចាំនៅក្នុងភូមិរបស់គាត់នេះតែម្ដងអញ្ចឹងហើយអ្នកភូមិទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ដោយសារតែយើងមិនដឹងថាគេមកល្អឬក៏មកអាក្រក់ទេគាត់និយាយបានមួយសន្ទុះស្រាប់តែឃើញភ្លើង2ធំហោះចេញពីព្រៃនោះសម្ដៅទៅវត្តពេលដែលហោះចេញពីព្រៃនោះសម្ដៅទៅបុកដើមអំពិលមួយយ៉ាងធំដែលដើមអំពិលនោះគឺនៅចំកណ្ដាលភូមិតែម្ដងពេលដែលបុកទៅឡើងបែកផ្កាភ្លើងព្រាកតែម្ដងហើយបានបាត់ស្រមោលឈឹងតែម្ដងទៅពេលនោះគាត់ក៏បានប្រាប់ទៅអ្នកភូមិទាំងអស់ឲ្យនាំគ្នាចូលទៅសម្រាប់វិញទៅហើយកុំឲ្យហើយបើទោះជាមានសម្ដីអ្វីក៏ដោយក៏កុំចេញមកទៀតអីចឹងទៅពេលនោះអ្នកភូមិទាំងអស់នោះបំបាយគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួនដោយឡែកគឺលោកគ្រូម្នាក់នោះគាត់ដឹងថាយប់នេះ
គឺមានគេមករកគាត់ហើយភាសាតែនៅក្នុងភូមិគឺមានតែគាត់ម្នាក់ទេដែលចេះនៅមុនវិជាអាគមផ្សេងដែលអាចជួយដល់ភូមិបានពេលដែលគាត់ត្រឡប់ទៅផ្ទះវិញគាត់ក៏បានចូលទៅមុខអាសនៈរបស់គាត់ក៏បានធ្វើពិធីប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺគាត់មិនទាន់បានចេញទៅរកគេនោះទេគឺគេបានមករកគាត់ដល់ផ្ទះតែម្ដងគឺគេហាក់បីដូចជាដឹងថាគាត់គឺចេះនៅមុនវិជាអាគមហើយមករកចំកន្លែងដែលគាត់នៅតែម្ដងពេលដែលគាត់ដឹងបែបនេះគាត់ក៏បានសូត្រនៅមុនគិថាពង្រាយសមាគមដាក់នៅជុំវិញផ្ទះរបស់គាត់ហើយគាត់ក៏បានចុះទៅខាងក្រោមពេលដែលចុះទៅដល់គាត់ក៏បានចងនៅសមាគមជុំវិញផ្ទះរបស់គាត់ហើយគាត់ក៏បានអង្គុយធ្វើពិធីនៅក្នុងផ្ទះតែម្ដងតែគាត់មិនចុះមកខាងក្រោមនោះទេពេលនោះគាត់បានសម្លឹងមើលទៅតាមពេលនោះគាត់បានធ្វើនៅពិធីរបស់គាត់ហើយគាត់បានតាំងសមាធិនិងសូត្រនៅមុនគេថាប្រើនៅសត្វអាគមរបស់គាត់ផ្សេងប្រើនៅអាគមផ្សេងរបស់គាត់ដែលគាត់មានដើម្បីការពារគាត់ក៏ដូចជាការពារភូមិផងដែរពេលដែលគាត់បានសូត្រនៅមុនគេថាមួយសន្ទុះគាត់ក៏បានបើកភ្នែកនិងសម្លឹងមើលតាមប្រឡោះជញ្ជាំងដែលគាត់បានឃើញយ៉ាងច្បាស់គឺមានបុរស2នាក់ឈរនៅមុខផ្ទះគាត់តែម្ដងហើយមើលទៅខ្លួនរបស់ពួកគេគឺពុះពេញទៅដោយសាក់យ័ន្តខ្មៅយ៉ាងច្រើនហើយមើលទៅភ្នែករបស់ពួកគេឡើងក្រហមតែម្ដងប៉ុន្តែហើយមើលទៅភ្នែករបស់ពួកគេគឺឡើងក្រហមមិនថែមតែប៉ុណ្ណោះទេគឺពួកគេជីដំរីមកទៀតគឺជីដំរីមួយម្នាក់មកតែម្ដងហើយដំរីរបស់គេនោះទៀតសោតគឺភ្នែកឡើងក្រហមដូចជាភ្នែកអ្នកដែលជីលើដំរីនោះទៀតគាត់ហើយភ្នែកដំរីទាំងអស់នោះគឺឡើងក្រហមដូចជាមួយនឹងអ្នកដែលជីដំរីនោះអញ្ចឹងពេលដែលពួកគេកំពុងតែសម្លឹងមើលមកផ្ទះរបស់គាត់ពេលនោះអំលៀងគាត់បានសូត្រនៅមុនគិថាទម្លាក់គោបអាសនៈទេរបស់គាត់ទៅតែម្ដងគាត់បានសូត្រនៅមុនគិថាហើយគាត់ទម្លាក់ទៅគោនោះរីកឡើងធំភ្នែកវាឡើងក្រហមភ្នែកវាឡើងខៀវបន្ទាប់មកវាក៏បានស្ទុះទៅប្រយុទ្ធជាមួយនឹងដំរីប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគោនោះគ្រាន់តែទៅដល់ជិតដំរីងើយប្រម៉ោយឡើងលើហើយនឹងទន្ទ្រាំដំរីនោះវាបានងើយប្រម៉ោយឡើងលើស្រែកហើយនឹងទន្ទ្រាំធ្វើឲ្យគោរបស់គាត់រលាយបាត់តែម្ដងពេលដែលគោគាត់រលាយបាត់គាត់ក៏ត្រូវរបួសដែរដោយឃើញមិនស្រួលបែបនេះរំលៀងក៏បានសូត្រមុនគេថាទម្លាក់ខ្លាគុំរបស់គាត់ទៅតែម្ដងពេលដែលខ្លារបស់គាត់ចេញទៅនោះវាពរិចមៀតឡើងធំប៉ុនដំរីតែម្ដងគឺគាត់ទម្លាក់ទៅម្ដង2ពេលនោះខ្លារបស់គាត់បានស្រែកក្រហមយ៉ាងខ្លាំងហើយបានលោតទៅប្រយុទ្ធជាមួយនឹងដំរីនោះប៉ុន្តែពេលដែលវាលោតទៅនោះគឺมันអាចប៉ះជាមួយនឹងដំរីនោះទេគ្រាន់តែលោតទៅជិតដល់គឺវានៅត្រឹងជាប់នឹងពាក់កណ្ដាលអាកាសតែម្ដងពេលដែលវានៅជាប់បែបនោះហើយវាប្រកាច់ហើយវាស្រែកហាក់បីដូចជាមានអ្វីកំពុងតែចាប់វាអញ្ចឹងពេលដែលវាស្រែកបានមួយសន្ទុះខ្លារបស់គាត់ក៏រលាយហើយគាត់គឺពិតជាត្រូវរបួសយ៉ាងខ្លាំងតែម្ដងគឺមានហូរឈាមចេញមកតាមមាត់តាមច្រមុះអញ្ចឹងទៅពេលនោះបុរសម្នាក់ដែលគេនៅអង្គុយលើដំរីនោះគេបានសូត្រនៅមុនគេថាហើយគេបានយកសិភើម្យ៉ាងបើកគឺជាតម្រាអាគមនេះឯងពេលដែលគេបើកហើយធ្វើឲ្យខ្លួនរបស់គាត់គឺចុះត្រជាក់ហើយនឹងបាត់បង់ស្មារតីតែម្ដងពេលនោះអំលៀងគឺបានបាត់បង់ជីវិតនៅពេលនោះឯងហើយការបាត់បង់ជីវិតរបស់គាត់នោះគាត់គឺមិនមានត្រូវរបួសនៅខាងក្រៅនោះទេគឺគាត់បានស្លាប់ដោយបាត់បង់វិញ្ញាណហើយវិញ្ញាណរបស់គាត់នោះគឺត្រូវបុរសម្នាក់នោះគឺស្រូបយកទៅដាក់នៅក្នុងតម្រានោះឯងលូព្រឹកឡើងក៏ចូលមកដល់ពេលដែលចូលមកដល់អ្នកភូមិគឺបានស្រែកឆោឡោនឹងផ្អើលពេញភូមិតែម្ដងដោយគេបានដឹងថាអំលៀងគឺបានស្លាប់កាលពីយប់មិញបាត់ទៅហើយការស្លាប់របស់គាត់នោះគឺមានហូរឈាមតាមភ្នែកតាមច្រមុះនិងតាមមាត់ហើយនៅរាងកាយផ្សេងគឺមិនមានស្នាមរបួសនោះទេគឺគាត់បានស្លាប់នៅក្នុងផ្ទះរបស់គាត់នេះឯងដោយទទួលបានដំណឹងបែបនេះហើយលោកពូភូមិគាត់គឺមិនចាំយូរនោះទេហើយគាត់បានយកដំណឹងនោះរាយការណ៍ជូនទៅថ្នាក់លើអញ្ចឹងទៅពេលដែលដំណឹងនេះលេចលឺសុសសាយពីពេញខេត្តបាត់ដំបងក៏បានដឹងដល់លោកពុកទាំង3របស់យើងនៅខេត្តពោធិ៍សាត់ពេលនោះលោកពុកទាំង3របស់យើងដូចជារាល់ដងអញ្ចឹងគាត់គឺតែងតែមិនអោបដៃឈរមើលទេព្រោះវ័យប៉ុនគាត់នេះហើយគឺគាត់តែងតែដើរជួយអ្នកភូមិអ្នកស្រុកឲ្យតែប្រជាជនខ្មែរគឺគាត់តែងតែជួយទាំងអស់ពេលដែលគាត់ដឹងដំណឹងបែបនេះហើយពួកគាត់ក៏បានណាត់គ្នាជាមួយនឹងប្រពន្ធពូសេងធ្វើដំណើរទៅខេត្តបាត់ដំបងហើយការធ្វើដំណើររបស់គាត់នេះទៀតសោតក៏មានការចូលរួមពីលោកអ៊ំមេប៉ូលីសដែលនៅក្នុងខេត្តពោធិ៍សាត់ទាំងដែរគឺ
គឺគាត់បានយកឡានជូនលោកពុកទាំង3របស់យើងទៅខេត្តបាត់ដំបងពេលនោះលោកពុកទាំង3របស់យើងគឺគាត់បានធ្វើដំណើរជាមួយនឹងលោកអ៊ំមេប៉ូលីសនៅខេត្តពោធិ៍សាត់នោះទៅខេត្តបាត់ដំបងហើយពួកគាត់ធ្វើដំណើរទៅនោះជិតមួយថ្ងៃឯណោះទើបធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយពេលដែលគាត់ទៅដល់នោះភ្លាមគឺគាត់ស្រូតទៅរតនមណ្ឌលហើយនឹងចូលទៅផ្ទះលោកពូមេភូមិពេលដែលគាត់ចូលទៅដល់ផ្ទះលោកពូមេភូមិហើយក៏បានប្រាប់ទៅលោកពូមេភូមិថាជួយឲ្យគាត់ជូនទៅផ្ទះរំលៀងផ្ទះគ្រូដែលបានស្លាប់កាលពីយប់ម្សិលមិញនេះឯងពេលនោះលោកពូមេភូមិគាត់បានជូនលោកពុកទាំង3របស់យើងទៅផ្ទះរបស់រំលៀងពេលដែលគាត់ទៅប្រវត្តិបានសូត្រមន្តគាថាក៏បានប្រើចិត្តវិញ្ញាណរបស់គាត់មើលគឺគាត់បានមើលឃើញថាយប់មិញគឺមានរឿងអីហើយជាពិសេសគឺគាត់បានឃើញសត្វគោនិងសត្វខ្លាគុំរបស់រំលៀងដេកស្លាប់នៅមុខផ្ទះនេះឯងគាត់ថាក្រៅពីប្រវត្តិពងយត់គឺមិនមានអ្នកឃើញនោះទេពេលដែលប្រវត្តិគាត់បានមើលបែបនេះហើយគាត់ក៏បានត្រឡប់មកផ្ទះលោកពូមេភូមិវិញហើយគាត់បាននិយាយថាតើយប់មិញមានរឿងអីហើយរឿងយប់មិញនេះកើតឡើងដោយរបៀបណាអញ្ចឹងទៅលោកពូមេភូមិគាត់ក៏រៀបរាប់តាមដំណើរសាច់រឿងដូចខ្ញុំជម្រាបជូនខាងលើអញ្ចឹងពេលដែលគាត់បានរៀបរាប់សាច់រឿងហើយប្រវត្តិគាត់ក៏បាននឹងភ្លាមថាអ្នកដែលមកនេះគឺមិនមែនជាអ្នកដែលនៅក្នុងភូមិក្នុងស្រុកឬក្នុងខេត្តនេះទេគឺជាអ្នកមកពីចម្ងាយពេលដែលគាត់និយាយជាមួយលោកពូមេភូមិបែបនេះហើយគាត់ក៏មិនទាន់ប្រកាសក្នុងចិត្តគាត់ក៏មិនបាននិយាយជាមួយលោកពូមេភូមិឲ្យស៊ីជម្រៅថាពួកនេះគឺមកពីណាហើយមកដើម្បីអ្វីនោះទេហើយម្យ៉ាងវិញទៀតគាត់ក៏បានប្រាប់ថាពួកគេគឺបានចាក់ចេញពីភូមិនេះបាត់ទៅហើយគឺចាក់ចេញទៅពីយប់មិញនេះឯងគឺមិនមែននៅក្នុងភូមិនេះទៀតនោះទេពេលដែលប្រវត្តិនិយាយចប់ប្រវត្តិបានសូត្រមន្តគាថាក៏បានមើលនៅជុំវិញភូមិនេះហើយក៏បាននិយាយម្ដងទៀតថាច្បាស់ណាស់គឺមិនមានអ្នកណានៅទីនេះទៀតនោះទេគឺពួកគេបានចេញផុតបាត់ទៅហើយពេលដែលប្រវត្តិក៏បានមើលមួយសន្ទុះហើយពេលដែលប្រវត្តិនិយាយចប់ហើយពេលលោកពូមេភូមិបានប្រាប់ទៅប្រពន្ធរបស់គាត់ឲ្យយកទឹកយកមកឲ្យលោកពុកទាំង3របស់យើងពិសានិងពិភាក្សាគ្នាតើត្រូវដោះស្រាយបែបណាចំពោះរឿងនៅក្នុងភូមិរបស់គាត់ប្រសិនបើមានរឿងបែបហ្នឹងកើតឡើងអញ្ចឹងទៅពេលនោះពូយ៉យក៏បានបិទភ្នែកបន្តិចក៏បានតបទៅលោកពូមេភូមិវិញថាមិនអីទេបងចាំមើលយប់នេះខ្ញុំនឹងធ្វើពិធីជាមួយនឹងបងរបស់ខ្ញុំដើម្បីចងនៅសមាគមផ្សេងៗនិងការពារភូមិនេះបន្តទៀតព្រោះនៅក្នុងភូមិនេះគឺអត់ពីរំលៀងទៅគឺមិនមានអ្នកដែលចេះនៅមុនជាអាគមដើម្បីជួយភូមិនេះទៀតនោះទេមិនមានអ្នកណាចេះមើលរិស័យឬក៏ស្រោចទឹកផ្សេងៗដោយរំលៀងទៀតនោះទេអញ្ចឹងហើយដោយគាត់បានចងនៅសមាគមការពារភូមិនេះអញ្ចឹងទៅពេលនោះពុកសេងគាត់ក៏បាននិយាយជាមួយនឹងលោកពូមេភូមិថាចុះលបងតើអត់ពីរំលៀងទៅប្រសិនបើអ្នកភូមិចង់ទៅរកអ្នកដែលស្រោចទឹកឬក៏លើរិស័យផ្សេងៗនេះគួរតែធ្វើបែបណាពេលនោះលោកពូមេភូមិគាត់ក៏និយាយថាគឺមានភូមិមួយទៀតដែលនៅនឹងជាប់ភូមិនេះដែរគ្រាន់តែថាដើររំលងគុណភ្នំមួយទៅដល់ភូមិនោះហើយនៅក្នុងភូមិនោះទៀតសោតគឺមានអ្នកដែលចេះនៅមុនអាគមរហូតដល់ទៅ2នាក់ឯណោះអញ្ចឹងហើយអ្នកភូមិប្រសិនបើគេមានកាយចង់ទៅពឹងពាក់គឺអ្នកភូមិអ្នកស្រុកនឹងទៅពឹងពាក់បរិសុទ្ធទាំង2នាក់នោះដែលនៅក្នុងភូមិផ្សេងអញ្ចឹងទៅពេលដែលលោកពូមេភូមិនិយាយចប់ពវ័នគ្រាន់តែលឺបែបហ្នឹងគាត់បាក់ផ្លែធំហើយគាត់បានអង្គុយចុះនិយាយជាមួយលោកពូមេភូមិថាតើភូមិនោះនៅឆ្ងាយពីទីនេះប៉ុន្មានដែរតើប្រសិនបើយើងធ្វើដំណើរទៅតាមឡានប្រហែលជាប៉ុន្មានម៉ោងទើបដល់ពេលនោះលោកពូមេភូមិគាត់ក៏ឆ្លើយតបមកប្រវត្តិវិញថាគឺធ្វើដំណើរប្រហែលជាកន្លះម៉ោងប្រសិនបើយើងធ្វើដំណើរតាមឡានហើយប្រសិនបើយើងធ្វើដំណើរតាមរទេះប្រហែលជា1ម៉ោងទៅ1ម៉ោងកន្លះនោះទើបទៅដល់ដោយសារតែផ្លូវមាន2ផ្លូវលំរបស់យើងមួយនិងផ្លូវរទេះផ្លូវរទេះគឺគេធ្វើតាមផ្លូវកាត់និងផ្លូវលំគឺគេធ្វើសម្រាប់បើកឡានបើកម៉ូតូអញ្ចឹងទៅពេលដែលលោកពូមេភូមិនិយាយបែបនោះហើយពវ័នក៏បាននិយាយជាមួយពូយ៉តថាលបងមិនស្រួលទេខ្ញុំគិតថាយប់នេះប្រហែលជាមានរឿងនៅភូមិនោះទៀតហើយព្រោះរឿងដែលខ្ញុំបានឃើញពីថ្ងៃមិញនេះគឺលបងលៀងដែលក៏បានស្លាប់ទៅកាលពីម្សិលមិញនេះគឺបានបាត់បង់វិញ្ញាណដោយវិញ្ញាណរបស់គាត់មិនមែនទៅកាន់សុគតិភពនោះទេគឺវិញ្ញាណរបស់គាត់ត្រូវបានគេឃុំឃាំងពេលដែលគាត់និយាយបែបនោះហើយពូយ៉តក៏បានរាប់ដៃរាប់ជើងបន្តិចគាត់និយាយថាមែនហើយបងប្រហែលជាអញ្ចឹងហើយមើលទៅជើងលេខនៅខាងនោះគឺហាក់បីដូចជាធ្លាក់ទៀមពេលដែលគាត់និយាយបែបនោះហើយគាត់ក៏ប្រាប់ទៅលោកពូមេភូមិក៏ដូចជាលោកអ៊ំមេប៉ូលីសដែលទៅខេត្តពោធិ៍សាត់ហ្នឹងឲ្យជូនគាត់ធ្វើដំណើរទៅភូមិនោះតែម្ដងពេលនោះម៉ោងប្រហែលជា5ទៅម៉ោង6ល្ងាចទៅហើយលោកពូមេភូមិគាត់ក៏បានខាត់លោកពូទាំង3របស់យើងជាមួយនឹងលោកអ៊ំមេប៉ូលីសដែលបានជូនទៅនោះឲ្យនៅហូបបាយសិនទៅដើម្បីមានកម្លាំងនឹងធ្វើដំណើរទៅភូមិនោះតែម្ដងពេលដែលគាត់ហូបបាយរួចរាល់ហើយនោះម៉ោងប្រហែលជា6កន្លះគាត់បានធ្វើដំណើរចេញទៅពេលដែលគាត់ធ្វើដំណើរចេញពីភូមិរបស់គាត់ទៅដល់ភូមិមួយទៀតនោះគឺម៉ោងប្រហែលជា8យប់ទៅហើយ
ដោយសារតែពួកគាត់ធ្វើដំណើរពេលយប់គឺមិនលឿនដូចធ្វើដំណើរពេលថ្ងៃនោះទេពេលទៅដល់ភូមិនោះគឺក្នុងភូមិមានសភាពស្ងាត់ជ្រងំតែម្ដងដោយលោកពូមេភូមិគាត់បាននាំលោកពុកទាំង3របស់យើងហ្នឹងទៅផ្ទះលោកពូមេភូមិមួយទៀតដែលគាត់ស្នាក់នៅភូមិដែរពេលដែលគាត់ទៅដល់នោះលោកពូមេភូមិគឺគាត់នៅខាងក្រៅផ្ទះនោះដូចគ្នាគាត់ក៏បានចូលទៅសួរសុខទុក្ខគ្នាហើយប្រាប់អំពីសាច់រឿងដែលកើតឡើងក្នុងភូមិរបស់គាត់ដែលជាដៃគូរបស់គាត់ដែលធ្វើមេភូមិនៅភូមិនេះដែរពេលដែលគាត់និយាយចប់សំគ្រប់ហើយលោកពូមេភូមិនោះគាត់ក៏ភ្ញាក់ខ្លួនទៅព្រឹត្តគាត់ក៏ធ្វើកាយវិការហាក់បីដូចជាភ្ញាក់អញ្ចឹងគាត់ក៏ស្ទុះក្រោកឈរហើយគាត់ក៏និយាយថាមែនតើលោកបងខ្ញុំឮលោកឪដែលនៅក្នុងវត្តនោះគាត់មានសង្កេតការថាឃើញមានដំរីមួយវងដើរកាត់ពីក្រោយវត្តហើយធ្វើដំណើរចូលទៅព្រៃនៅខាងក្រៅវត្តនោះបងអញ្ចឹងហើយខ្ញុំមិនដឹងថាវងដំរីនោះជាវងដំរីដែលមកពីខាងភូមិលោកបងដែរឬយ៉ាងណាដែលគាត់និយាយបែបនោះហើយលោកពូមេភូមិនោះគាត់ក៏បានគោះត្រឡោកដើម្បីហៅលោកគ្រូ2នាក់ដែលគាត់ចេះនៅមន្តអាគមនៅក្នុងភូមិនេះឯងដែលហៅពួកគាត់ទាំងពីរហ្នឹងមកផ្ទះលោកពូមេភូមិនេះតែម្ដងពេលនោះម៉ោងប្រហែលជា9កន្លះបានឃើញស្រមោលបរោះ2នាក់មកស្ទង់គឺបរោះ2នាក់ដែលចេះនៅមន្តវិជ្ជាអាគមនៅក្នុងភូមិនេះឯងគឺគេបានធ្វើដំណើរមកផ្ទះលោកពូមេភូមិពេលនោះពួកគាត់បានមកអង្គុយជំនុំគ្នាដោយលោកពូមេភូមិគាត់បានលើករឿងហេតុដែលកើតឡើងក្នុងភូមិរបស់គាត់មកប្រាប់លោកពូមេភូមិនិងគ្រូដែលចេះនៅមន្តវិជ្ជាអាគមក្នុងភូមិនេះនឹងឲ្យគាត់បានដឹងថាភូមិរបស់គាត់មានបញ្ហាអីនិងអំលៀងមានបញ្ហាអីចឹងទៅព្រោះការស្លាប់របស់អំលៀងនេះគឺបានល្បីមកដល់ភូមិនេះដែរគ្រាន់តែថាការស្លាប់របស់គាត់នោះគឺមិនមានអ្នកណាដឹងថាគាត់ស្លាប់ដោយសារអីនោះទេពេលដែលពួកគាត់កំពុងតែអង្គុយជំនុំគ្នានោះម៉ោងប្រហែលជា10កន្លះស្រាប់តែឃើញភ្លើងក្រហមពីរធំហោះចេញមកពីខាងក្រៅវត្តហើយវាបានហោះកាត់ទៅលើពួកគាត់តែម្ដងគឺកាត់ទៅលើដំបូលផ្ទះរបស់លោកពូពីភូមិនេះឯងដោយឃើញបែបហ្នឹងលោកពូមេភូមិមួយទៀតដែលគាត់មកជាមួយនឹងលោកពុកទាំង3នោះគាត់ក៏បានចង្អុលហើយក៏បានស្រែកឡើងលឺតែម្ដងដោយគាត់និយាយថាលបងភ្លើងនឹងហើយដែលវាហោះចូលក្នុងភូមិរបស់ខ្ញុំកាលពីម្សិលមិញគឺវាហោះទៅបុកនឹងដៅអំពុលឡើងបែកផ្កាភ្លើងព្រាតែម្ដងពេលដែលបែកផ្កាភ្លើងហើយគឺបាត់សមោលភ្លើងនោះតែម្ដងដោយលោកពុកទាំង3របស់យើងគាត់បានលឺបែបហ្នឹងហើយពួកគាត់ក៏បានសម្លឹងមួយគ្នាបន្តិចហើយគាត់បានអង្គុយចុះហើយគឺគាត់មិនមាត់អីទាំងអស់ដោយគាត់ឃើញលោកគ្រូ2នាក់ទៀតដែលនៅក្នុងភូមិនោះគាត់បានលើកដៃហើយងើយសម្លឹងទៅមើលមេឃហើយគាត់បានយកដៃឆ្វេងគូលើដៃស្ដាំលើគូលើដៃឆ្វេងហើយពួកគាត់អង្គុយចុះដូចគ្នាហើយលោកគ្រូទាំង2នាក់នោះគាត់បាននិយាយមកកាន់លោកពុកទាំង3ក៏ដូចជាលោកគ្រូមេភូមិថានឹងហើយបងគឺមានរឿងមិនស្រួលហើយដោយសារតែសមាគមដែលខ្ញុំបានចងនៅក្នុងភូមិរបស់យើងនេះគឺត្រូវបានគេបំបែកបាត់ទៅហើយឥឡូវនេះសហគមន៍របស់ខ្ញុំ2គឺវាបានបាត់សម្បល់តែម្ដងមិនដឹងជាវាបាត់ទៅណានោះទេខ្ញុំបានសូត្រហៅវាមកវិញក៏មិនឃើញវាមកវិញដែរពេលលោកគ្រូ2នាក់នោះគេនិយាយបែបហ្នឹងហើយប្រពន្ធប្រយ័ត្នគាត់ក៏នៅតែមិនមាត់ដែរដោយសារតែប្រពន្ធប្រយ័ត្នក៏ដឹងថាគឺមានរឿងមិនស្រួលកើតឡើងនៅភូមិនេះគឺយប់នេះឯងពេលនោះលោកគ្រូទាំង2នាក់នោះគាត់បានចងនៅសមាគមនៅផ្ទះលោកពូមេភូមិតែម្ដងលោកគ្រូទាំង2នាក់នោះក៏បានប្រាប់ទៅលោកពូមេភូមិថាឲ្យគោះទៅដោកឲ្យលឺដើម្បីឲ្យអ្នកភូមិទាំងអស់ហ្នឹងបានដឹងហើយប្រុងប្រយ័ត្នដោយបិទទ្វារផ្ទះគឺកុំចុះពីលើផ្ទះអីទោះបីជាមានរឿងអ្វីក៏ដោយពេលដែលលោកពូមេភូមិគោះទៅដោកបានមួយសន្ទុះអស់ទាំង2នាក់នោះគឺគេបានចងនៅសមាដោយមានលោកពូទាំង3របស់យើងនៅក្នុងនោះផងដែរបន្ទាប់ពីលោកពូមេភូមិគាត់បានគោះត្រដោកចប់សពគ្រប់ហើយបរិះទាំង2នាក់នោះគាត់ក៏បានចងនៅសេមាអាគមក៏ដូចជាចងនៅអាគមរបស់គាត់នៅជុំវិញផ្ទះលោកពូមេភូមិគាត់បានចងនៅសេមាអាគមរួចរាល់ហើយអស់នោះពួកគាត់បានតាំងសមាធិបន្តិចក៏បានសូត្រនៅមុនគេថាបានដាស់នៅសត្វអាគមរបស់គាត់ក៏ដូចជាអាគមផ្សេងដែលពួកគាត់មានគឺពួកគាត់បានដាស់ចេញមកឲ្យវាឈរនៅនឹងមុខពួកគាត់តែម្ដងដើម្បីការពារពេលនោះម៉ោងប្រហែលជា12រំលងទៀតឆ្កែលូនៅក្នុងភូមិឡើងត្រហឹងតែម្ដងហើយនៅក្នុងភូមិគឺហាក់បីដូចជាស្ងាត់ខុសពីធម្មតាខ្យល់បក់មកពីទិសសានលិហិហើយត្រជាក់ចុងដៃចុងជើងពុកសេងជាមួយនឹងលោកពូមេភូមិក៏ដូចជាលោកអ៊ំមេប៉ូលីសដែលទៅជាមួយនឹងលោកពូទាំង3របស់យើងនោះគឺញ័រខ្លួនអស់ហើយដោយសារតែខ្យល់នេះគឺបក់មកត្រជាក់ខុសពីធម្មតាហើយពួកគាត់ឡើងព្រឺក្បាលតែម្ដងបានបន្តិចអ្នកទាំងអស់គ្នាគឺដូចអ្វីដែលលោកពូមេភូមិនិយាយអញ្ចឹងគឺសំឡេងដំរីយំឡើងត្រហឹងពេញភូមិតែម្ដងពេលដែលវាយំឡើងត្រហឹងបែបនេះហើយពេលដែលវាឈប់យំភ្លាមនោះស្រាប់តែឃើញភ្លើងពីរនោះហោះមកសម្ដៅផ្ទះគាត់តែម្ដងពេលដែលវាហោះមកសម្ដៅហើយវាបុកជាមួយនឹងដើមឈើនៅមុខផ្ទះលោកពូមេភូមិឡើងបែកផ្កាភ្លើងព
ពេលដែលបែបផ្កាភ្លើងបាត់ផ្កាភ្លើងដែលបែកនោះបានបន្តិចស្រាប់តែលេខរូបរាងបរោះ2នាក់នោះគឺជិះនៅលើដំរីក្រោមដើមឈើមុខផ្ទះរបស់លោកពូមេភូមិនេះឯងហើយមើលទៅពួកគេគឺហាក់បីដូចជាមានអំណាចខ្លាំងតែម្ដងមើលទៅខ្លួនរបស់គេទាំងដៃទាំងជើងទាំងមុខគឺពុះពេញទៅដោយស្នាមសាក់ហើយបន្ថែមតែប៉ុណ្ណោះទេបរោះម្នាក់ដែលជិះដំរីដែលធំជាងគេនោះគឺក្នុងដៃរបស់គេគឺមានកាន់សៀវភៅមួយក្បាលដែលពួកគាត់ដឹងថាវាគឺជាដំរីអាគមពេលដែលពួកគេបានមកដល់បែបនោះហើយពេលនោះដំរីរបស់គេលើកប្រម៉ោយឡើងលើស្រែកឡើងខ្លាំងហើយបានតន្ត្រំជើងនៅនឹងមុខផ្ទះរបស់លោកពូមេភូមិនេះឯងធ្វើឲ្យបរោះដែលជាគ្រូអាគមដែលបានចងសមាគមនោះឡើងក្អួតឈាមចេញមកតែម្ដងពេលដែលដំរីនោះវាឈប់ស្រែកហើយគាត់ក៏បានងើបមកវិញបន្តិចក៏បានសូត្រនមន្តគាថាប្រើសត្វអាគមរបស់គាត់ទៅទាំងអស់តែម្ដងលោកគ្រូទាំងពីរនាក់នោះគាត់ក៏មានសមត្ថភាពគ្រាន់បើដែរសត្វអាគមរបស់គាត់ទៅនេះគឺអាចចូលទៅដល់ចិត្តដំរីនោះហើយនឹងបានធ្វើការវាយប្រហារជាមួយនឹងដំរីនោះគ្រាន់តែថាវាមិនអាចធ្វើឲ្យដំរីនោះរបួសបាននោះទេពេលដែលខ្លារបស់គាត់ហក់ទៅផ្ទះដំរីនោះកិច្ចបន្តិចវាបានលើកជើងទាំងត្រំធ្វើឲ្យខ្លានោះរលាយបាត់ទៅខ្លា2ខ្លា3ចូលទៅទៀតគឺធ្វើឲ្យខ្លាទាំងអស់នោះរលាយបាត់អស់តែម្ដងហើយបានធ្លាក់នៅក្រមួនដីឥដ្ឋដែលជារូបរាងខ្លានោះបាក់បែកនៅមុខពួកគាត់តែម្ដងហើយចំណែកគ្រូអាគមទាំងពីរនាក់នោះគឺគាត់ត្រូវរបួសយ៉ាងខ្លាំងពេលដែលពួកគាត់ឃើញបែបនេះហើយពួកវ៉ាន់បានសូត្រនមន្តគាថាចងសមាគមបន្ថែមទៀតពេលនោះពួកវ៉ាន់ពួកគាត់មិនមែនគាត់ឃើញស្លាប់ហើយមិនជួយនោះទេគ្រាន់តែថាតើយុទ្ធសាស្ត្រក៏ដូចជាវិធីសាស្ត្រដែលពួកគេប្រើនៅមន្តអាគមនោះគឺជាវិធីសាស្ត្រអ្វីដែលធ្វើឲ្យសត្វអាគមរបស់គ្រូមន្តអាគមផ្សេងៗហ្នឹងហាក់បីដូចជាមិនមានអំណាចដល់ពួកវាអញ្ចឹងពេលនោះលោកពូទាំងពីររបស់យើងដោយឃើញលោកគ្រូអាគម2នាក់នៅក្នុងសមាគមរបស់គាត់នោះគឺមិនសូវស្រួលចឹងហើយពួកវ៉ាន់បានសូត្រនមន្តគាថាបានចងសមាគមរបស់គាត់បន្ថែមទៅលើទៀតជាមួយនឹងពួកយ៉តបុរសម្នាក់នោះគេបានលើកសៀវភៅហើយគេបានបោះឡើងទៅលើសៀវភៅអាគមរបស់គេនោះគឺបានបើកចេញមកតែម្ដងហើយនៅក្នុងសៀវភៅនោះគឺពន្លិចចេញអក្សរយ័ន្តចេញមកយ៉ាងច្រើនចេញពីសៀវភៅនោះហើយអក្សរនោះគឺវាបានហោះតម្រង់មករកគ្រូមន្តអាគមទាំងពីរនាក់នៅក្នុងសមាគមនេះឯងប៉ុន្តែពេលដែលវាហោះមកហ្នឹងគឺវាចូលមិនរួចទេដោយសារតែអាគមលើកនេះគឺត្រូវបានពង្វន់ពួកយ៉តបានចងបន្ថែមពីលើទៀតទៅហើយពេលដែលវាហោះចូលមិនបាននោះវាបានត្រឡប់ទៅវិញហើយស្រួយនោះក៏បានធ្លាក់ទៅដៃរបស់បុរសម្នាក់នោះវិញពេលដែលសភៅនោះធ្លាក់ទៅដល់ដៃបុរសម្នាក់នោះវិញហើយគេបានសម្លឹងមើលមកលោកពុកទាំងពីររបស់យើងតែម្ដងពេលនោះពុកវ៉ាន់គាត់បានប្រាប់ទៅលោកពូមេភូមិឲ្យលើកលោកគ្រូពីរនាក់នេះខិតទៅខាងក្រោយទៅដោយសារគាត់ទៅរបួសហើយទុកឲ្យពួកគាត់ទាំងពីរវិញពេលនោះពុកវ៉ាន់ពួកយ៉តគាត់បានងើបទៅអង្គុយនៅនឹងមុខសមាគមរបស់បុរសទាំងពីរនាក់នោះវិញពេលនោះពួកវ៉ាន់បានសូត្រនមន្តគាថាបានបន្តិចគាត់ទម្លាក់តម្រាអសបរបស់គាត់ចេញទៅ3 4ដែលវាហោះនៅត្រឹងនៅលើអាកាសតែម្ដងការបោះតម្រាអាគមរបស់គាត់ទៅបែបនេះគឺគាត់មិនទាន់បានចូលទៅប្រយុទ្ធនោះទេទម្លាប់របស់ពួកគាត់ពេលដែលគាត់មុននឹងប្រយុទ្ធគឺគាត់តែងតែសួរសិនថាតើអ្នកមកពីណាហេតុអីបានជាមានបំណងអាក្រក់ឲ្យបែបនេះពេលនោះគាត់បានបោះតម្រាអាគមរបស់គាត់ចេញទៅហោះសំកាំងនៅលើអាកាសពេលនោះគាត់ក៏ក្រោកឈរហើយក៏បានបិទភ្នែកលើកដៃប្រណម្យពេលនោះគាត់ក៏បាននិយាយតទល់ជាមួយនឹងបុរសដែលជាដំរីធំជាងគេនោះឯងដោយពួកវ៉ាន់បានសួរទៅថាតើពួកឯងមកពីណាហេតុអីបានជារៀននៅមុនវិជ្ជាអាគមអាក្រក់ឲ្យបែបនេះនេះគឺជាវិជ្ជាមន្តអាគមលើសពីមុនវិជ្ជាអាគមខ្មៅទៅទៀតដែលវិជ្ជាមន្តអាគមខ្មៅបានត្រឹមតែប្រយុទ្ធគ្នានិងកម្ចាត់គ្នាទៅវិញទៅមកប៉ុណ្ណោះប៉ុន្តែវាមិនអាចស្រូបវិញ្ញាណយកទៅឃុំឃាំងបានអីបែបនេះនោះទេថាតើពួកឯងមកពីណានិងមានបំណងអ្វីពេលនោះបុរសម្នាក់ដែលជាដំរីធំជាងគេនោះគេបានសើចឡើងលឺតែម្ដងដោយគេនិយាយរៀងអណ្ដើនថាពួកគេគឺមកពីខាងសុរិន្ទគេចង់មកនេះគេចង់ស្រូបនៅវិញ្ញាណគ្រូអាគមផ្សេងដែលនៅក្នុងស្រុកខ្មែរដើម្បីសម្លាប់អ្នកដែលមានវិជ្ជាមន្តអាគមខ្លាំងអីចឹងទៅដោយពួកគេមិនចង់ឲ្យមានអ្នកដែលខ្លាំងនៅក្នុងប្រទេសខ្មែរនោះទេពេលដែលគេនិយាយហើយពេលនោះពួកវ៉ាន់គាត់ក៏និយាយតបថាតើអ្នកឯងធ្វើបែបហ្នឹងអត់ខ្លាចបាបប៉ុនទេឬព្រោះការធ្វើបែបនេះវាជាទង្វើដែលបាបខ្លាំងណាស់ការស្រូបនៅវិញ្ញាណរបស់គេគឺមិនបានធ្វើឲ្យគេទៅចាប់ជាតិចាប់កំណត់បាននោះទេគឺធ្វើឲ្យគេវិលវល់តេលតោលនៅក្នុងតម្រាអាគមនេះឯងបន្ថែមតែប៉ុណ្ណោះទេគឺធ្វើឲ្យវិញ្ញាណរបស់គេនឹងគឺពិបាកនឹងវេទនាខ្លាំងទៀតផងពេលនោះបរិសុទ្ធទី2គេក៏សើចហើយគេក៏និយាយមកវិញម្ដងទៀតថាគឺពួកគេចង់ឲ្យគ្រូមន្តអាគមផ្សេងដែលនៅក្នុងស្រុកខ្មែរនេះគឺមិនមានអ្នកណាខ្លាំងដូចគេហើយពួកគេគឺនឹងយកវិញ្ញាណគ្រូអាគមដែលនៅស្រុកខ្មែរនេះយកទៅប្រើក៏ដូចជាធ្វើអាយ៉ងរបស់គេអញ្ចឹងទៅព
ពេលដែលគេនិយាយបែបនោះអ្នកដែលខឹងខ្លាំងបំផុតនោះគឺមិនមែនពុកវននោះទេគឺពុកយ៉តគាត់សឹងតែស្ទុះហក់ចេញពីសមាគមរបស់ពុកវនទៅតែម្ដងប៉ុន្តែត្រូវបានពុកសេងចាប់ជាប់ហើយគាត់និយាយថាតើឯងចង់ទៅណាឯងឈួតទេហើយមិនឃើញថាតើលបងវនកំពុងតែធ្វើអីទេឬពេលពុកយ៉តគាត់ក៏ឆ្លើយថាអញដឹងថាមិនអញមិនឃើញណាប៉ុន្តែអញចង់ទៅដល់កញ្ចប់មាត់របស់វានោះពួកវាចេះតែនឹកឃើញនិយាយចឹងទៅរួចវាអត់យល់ថាជីវិតមនុស្សមួយគឺមួយពីរគឺពីរមិនមែនមានអ្វីមកអាចដោះដូរបាននោះទេហើយមិនមែនពួកវាចង់យកទៅធ្វើអីតាមស្រេចអំពើចិត្តរបស់វាបានឡើយពេលដែលពួកយ៉តនិយាយបែបហ្នឹងហើយពួកយ៉តអង្គុយចុះវិញគាត់បានសូត្រមុនគេថាលើកដៃប្រណម្យនិងងើបឈរដោយពួកវនអញ្ចឹងគឺគាត់ចង់និយាយតទល់ជាមួយនឹងបុរសពីរអ្នកនោះតែម្ដងពេលនោះពួកយ៉តគាត់ក៏ក្រោកឈរហើយលើកដៃប្រណម្យនិងសូត្រមុនគេថារបស់គាត់ដើម្បីនិយាយតទល់ជាមួយនឹងបុរសពីរអ្នកនោះវិញពេលនោះពួកយ៉តគាត់ក៏បាននិយាយទៅកាន់បុរសពីរនោះថាតើពួកឯងធ្វើអញ្ចឹងពួកឯងដឹងទេថាវាបាបខ្លាំងប៉ុណ្ណាជីវិតមនុស្សគឺមានតម្លៃខ្លាំងណាស់មិនមែនពួកឯងចង់ធ្វើអីបានតាមតែអំពើចិត្តរបស់ពួកឯងនោះទេពួកឯងមកថ្ងៃនេះពួកឯងកុំសង្ឃឹមតែត្រឡប់ទៅវិញបានឯសោះពេលដែលពួកយ៉តនិយាយចប់បុរសពីរនោះគេសើចឡើងលឺតែម្ដងដោយគេនិយាយតបមកវិញថាអញ្ចឹងឬយើងគឺមិនគិតអញ្ចឹងទេព្រោះនៅក្នុងតម្រារបស់យើងនេះមានគ្រូអាគមមិនក្រោមពី10នាក់នោះទេដែលពួកយើងចាប់យកមកដាក់គឺវាមានភាពងាយស្រួលណាស់ដូចជាពួកឯងនេះគឺមិនមានសមត្ថភាពតទល់ជាមួយនឹងយើងនោះទេពេលដែលគេនិយាយចប់គេសូត្រមុនគេថាគេទម្លាក់សត្វអាគមរបស់គេមកតែម្ដងគឺជាដំរីហើយដំរីរបស់គេនោះគឺធំខ្លាំងមែនទែនហើយមើលភ្នែករបស់វាឡើងក្រហមហើយចាយរបស់វាឡើងវែងឡើងកោងឡើងទៅលើហើយភ្លុករបស់វានោះធ្លាក់ឡើងចង់ដល់ដីមើលទៅគឺអំណាចខ្លាំងមែនទែនហើយម្យ៉ាងវិញទៀតដងខ្លួនរបស់វាគឺពុះពេញទៅដោយជន់មានពលឺផ្លេកពំវាឡើងពេញខ្លួនតែម្ដងដែលឃើញបែបនេះពួកយ៉តពួកវនគាត់ក៏មិនចាំយូរនៅដែរពួកយ៉តបានសូត្រមុនគិថាទម្លាក់ដំរីក្បាល3កណ្ដឹង3000របស់គាត់ទៅតែម្ដងចំណែកឯពួកវនក៏បានសូត្រមុនគិថាបោះតម្រាអសររបស់គាត់ទៅបន្ថែម 4-5 អសរទៀតពេលនោះអសររបស់គាត់គឺសំកាំងនៅលើអាកាសហើយចំណែកឯដំរីក្បាល3កណ្ដឹង3000របស់ពួកយ៉តនេះវិញគឺវានៅចំកណ្ដាលមុខរបស់ពួកគេតែម្ដងគ្រាន់តែដំរីរបស់ពួកយ៉តចេញទៅនោះដំរីដែលពួកគេជិះនោះគឺវាក្រវីក្រវត្តហើយជំហានរបស់វាទៅមុខទៅក្រោយហាក់បីដូចជាចាញ់រិទ្ធិអំណាចដំរីរបស់ពួកយ៉តអញ្ចឹងដល់ឃើញបែបនេះហើយបុរសទាំងពីរនាក់នោះពួកគេក៏លែងសើចដោយពួកគេលែងសើចគេបានលើកដៃប្រណម្យគេបានសូត្រមុនគិថារបស់គេគឺគេបញ្ជាដំរីរបស់គេចូលមកតែម្ដងពេលនោះដំរាអសបរបស់ពួកវនលើកនេះគឺមិនបានហោះទៅវាយជាមួយនឹងដំរីនោះទេគឺវាបានធ្លាក់មកលើដំរីរបស់ពួកយ៉តដោយវាវិលជុំវិញធ្វើជាខែលការពារដំរីរបស់ពួកយ៉តនេះឯងព្រោះគាត់ដឹងថាដំរីដែលគេប្រើមកនេះគឺមិនមែនជាដំរីធម្មតាដូចគ្នាពេលដែលដំរីក្បាល3កណ្ដឹង3000របស់ពួកយ៉តបានខែលដំរាអសបរបស់ពួកវនបែបនេះហើយវាគឺកាន់តែមានឫទ្ធិអំណាចកាន់តែខ្លាំងទ្វេដងតែម្ដងពេលនោះវាលើកប្រម៉ោយឡើងលើវាស្រែកឲ្យទៅទ្រាំដីយ៉ាងខ្លាំងធ្វើដំរីដែលចង់ចូលមកនោះវារីរែកនឹងដើរទៅមុខដើរទៅក្រោយមិនចង់ហ៊ានចូលពេលនោះបុរសម្នាក់ដែលគេប្រើដំរីនោះមកគេបានសូត្រមុនគេថាបន្ថែមដើម្បីជំរុញឲ្យដំរីនោះចូលមកទៀតប៉ុន្តែពេលដែលវាចូលមកនោះវាហក់មកជុលជាមួយនឹងដំរីរបស់ពួកយ៉តប៉ុន្តែគឺវាជុលមកដល់ដំរីរបស់ពួកយ៉តនោះទេត្រូវបានដំរាអសបរីរបស់ពួកវនគឺខាំងវាជាប់បាត់ទៅហើយពេលនោះដំរីរបស់ពួកយ៉តបានលើកជើងទាំងទ្រាំហើយបានបុកវាឡើងខ្ទាតទៅវិញពេលដែលវាខ្ទាតហើយពួកវនបានសូត្រមុនគេថាបោះដំរាអសបរីរបស់គាត់ទៅដាក់ពីលើដំរីនោះតែម្ដងដែលធ្វើដំរីនោះស្រែកយ៉ាងខ្លាំងពេលវាស្រែកបានបន្តិចពួកវនបានដោះខ្សែចង្កេះរបស់គាត់បានសូត្រមុនគេថាបន្តិចក៏បានបោះខ្សែចង្កេះរបស់គាត់ទៅពេលដែលបោះខ្សែចង្កេះរបស់គាត់ទៅនោះគឺវាបានចងដំរីនោះចងរហូតដល់រលាយបាត់តែម្ដងពេលដែលដំរីរបស់ពួកវារលាយនោះពួកវាក៏មិនទាន់បានប្រើនៅមុនវិជាអាគមផ្សេងមកទៀតដែរគឺវាបានស្រែកនិយាយមកឡើងលឺតែម្ដងដោយវាបាននិយាយថាថ្ងៃនេះដំរារបស់គេនេះគឺពិតជាសំណាងយ៉ាងខ្លាំងតែម្ដងដោយមានគ្រូអាគមដែលចេះនៅមុនវិជាអាគមខ្លាំងធ្វើជាអាយ៉ងរបស់គេគឺពួកគេមិនទាន់បានដឹងថាសមត្ថភាពរបស់លោកពុកទាំងពីររបស់យើងបែបណានោះទេប៉ុន្តែគេហ៊ានបោះសម្ដីបែបនេះមកលោកពុកទាំងពីររបស់យើងដោយគេថាយកវិញ្ញាណរបស់លោកពុកទាំងពីររបស់យើងនឹងចូលទៅក្នុងដំរារបស់គេទៀតផងពេលដែលគេនិយាយចប់គេបានសូត្រនៅមុនគេថាបានបន្តិចគេបានបោះដំរារបស់គេចេញឡើងទៅលើពេលដំរាគេចេញឡើងទៅលើនោះភ្លាមនោះគឺមានផ្សែងខ្មៅប្រហែលជា 4-5 គឺបានហោះចូលមកខាងក្រោមដោយពេលដែលហោះចូលមកខាងក្រោមលេចចេញជារូបរាងគ្រូអាគមផ្សេងដែលពួកវាបានចាប់ឃុំទៅនោះ
ដោយនៅក្នុងនោះក៏មានរំលៀងផងដែរហើយមើលទៅសភាពរបស់ពួកវាគឺមានកញ្ចក់វែងភ្នែកឡើងក្រហមតែម្ដងដោយឃើញបែបនេះលោកពូមេភូមិដែលគាត់ជាមេភូមិរបស់រំលៀងនោះគឺគាត់ឃើញសភាពរំលៀងបែបនេះគាត់បានស្រែកទ្រហោយំយ៉ាងខ្លាំងតែម្ដងដោយគាត់បាននិយាយម្នាក់ឯងថាតើហេតុអីបានជាធ្វើបាបរំលៀងបែបនេះព្រោះរំលៀងគឺជាមនុស្សល្អដែលអ្នកភូមិគោរពស្រឡាញ់គាត់ហើយគាត់គឺជាអ្នកដែលជួយអ្នកភូមិបានច្រើនអញ្ចឹងទៅពេលនោះលោកពូមេភូមិគាត់បានស្រែកទ្រហោយំតែម្ដងដោយឃើញបែបនេះហើយពងវនគាត់ក៏រៀងស្លុតចិត្តដែរដោយសារគាត់មិននឹកស្មានថាពួកគេធ្វើបែបនេះមកលើគ្រូអាគមអីបែបនេះនោះទេមើលទៅគេក៏បានកម្ចាត់គ្រូអាគមបន្តិចដែរដោយសារគេទម្លាក់មុខនេះគឺច្រើនតែម្ដងគឺជិត10វិញ្ញាណឯណោះដោយគាត់ឃើញបែបនេះហើយគាត់បានសូត្រនៅមុនគាថាបានបន្តិចគាត់បានប្រាប់ទៅពូយ័តថាឲ្យដកដំរីមកវិញមកដោយសារតែបើសិនជាយើងធ្វើឲ្យវិញ្ញាណនេះរលាយគឺវិញ្ញាណគ្រូអាគមទាំងអស់ដែលពួកគេចាប់ទៅនោះក៏រលាយដែរគឺមិនបានទៅចាប់ជាតិនោះទេពេលដែលគាត់ប្រាប់ពូយ័តបែបនេះហើយពូយ័តបានយកដំរីរបស់គាត់មកវិញពេលនោះពងវនក៏បានដកខ្សែចង្កេះរបស់គាត់មកក៏បានក្តាប់នឹងដៃហើយក៏បានសូត្រនៅមុនគាថាបានបន្តិចក៏បានបោះខ្សែចង្កេះរបស់គាត់ឡើងទៅលើពេលដែលវាហោះឡើងទៅលើក៏បានសូត្រនៅមុនគាថាតម្រាអសបលេរបស់គាត់ចេញទៅបន្ថែមទៀតដើម្បីធ្វើឲ្យខ្សែចង្កេះរបស់គាត់នោះចេញជាខ្សែហើយនឹងពាត់ជារង្វង់ទៅចងជាមួយនឹងវិញ្ញាណគ្រូអាគមដែលគេទម្លាក់មកនោះឯងពេលនោះវិញ្ញាណគ្រូអាគមទាំងអស់នោះវាបំរុងនឹងរត់មកចាត់ការពួកគាត់ប៉ុន្តែត្រូវបានតម្រាអាគមរបស់ពងវនបានខាំងវាជាប់ដោយខ្សែចង្កេះរបស់គាត់នឹងចេញជារង្វង់ហើយបានឃុំជាមួយនឹងវិញ្ញាណទាំងអស់នោះបន្ទាប់មកក៏បានសូត្រនៅមុនគាថាទម្លាក់អក្សរមួយទៅលើវិញ្ញាណទាំងអស់នោះពេលដែលគាត់ទម្លាក់ទៅដល់នោះពេលដែលគាត់ទម្លាក់ទៅនោះផ្សែងខ្មៅដែលនៅក្នុងវិញ្ញាណគ្រូអាគមទាំងអស់នោះគឺបានរសាត់ចេញបន្តិចម្ដងរហូតដល់តែអស់ពេលដែលអស់ហើយក៏បានសូត្រមុនគាថាបន្ថែមទៀតដើម្បីទាញយកវិញ្ញាណទាំងអស់នោះចូលមកវិញពេលដែលគាត់សូត្រមុនគាថាបានបន្តិចគាត់ទាញវិញ្ញាណទាំងអស់នោះនៅក្នុងខ្សែចង្កេះរបស់គាត់តែម្ដងពេលនោះក៏បានសូត្រមុនគាថាដើម្បីស្រូបយកវិញ្ញាណទាំងអស់នោះចូលទៅក្នុងខ្សែចង្កេះរបស់គាត់តែម្ដងពេលដែលគាត់សូត្រមុនគាថាបានបន្តិចហើយខ្សែចង្កេះរបស់គាត់ក៏ធ្លាក់មកលើដៃរបស់គាត់វិញពេលនោះពួកគេបានបោកភ្នែកធំហើយគេបានស្រែកមកនិយាយថាតើឯងបានប្រើនៅមន្តអាគមអីបានជាអាចស្រាយនៅមន្តអាគមដែលគេចងទៅលើវិញ្ញាណនេះបានពេលនោះពងវនក៏បានឆ្លើយទៅវិញថាឯងគឺមិនបាច់ចង់ដឹងនោះទេបន្តិចទៀតនេះគឺនឹងដល់វេនពួកឯងហើយពេលនោះគេក៏សើចយ៉ាងខ្លាំងតែម្ដងពេលដែលគេសើចហើយពេលនោះគេបានសូត្រមុនគាថាគេបានបើកសិភៅរបស់គេមកទៀតប៉ុន្តែការបើករបស់គេនេះគឺមិនមែនបើកមកដើម្បីទម្លាក់វិញ្ញាណមកទៀតនោះទេគឺបើកដើម្បីស្រូបពួកគាត់ចូលតែម្ដងប៉ុន្តែគឺមិនអាចទៅរួចនោះទេគ្រាន់តែបើកតម្រាមកពន្លឺនៃតម្រានោះមិនអាចចាំងចូលមកក្នុងសមាគមរបស់លោកពុកទាំង3របស់យើងបានទេបន្ទាប់មកពងវនក៏បានលើកដៃប្រណម្យឡើងលើជាមួយនឹងពងយ័តដោយគាត់បានសូត្រនៅមុនគាថាបានបន្តិចពងយ័តក៏បានបោះនៅសត្វអាគមដែលខ្លាំងជាងគេរបស់គាត់ដែលគ្រូមាពងវនឲ្យនោះគឺជាសត្វគោពេលដែលគាត់បោះចេញទៅវាក៏លេចរូបរាងចេញជាមនុស្សទៅវិញហើយចំណែកឯពងវនគាត់ក៏បានសូត្រនៅមុនគាថាខ្លាំងរបស់គាត់ដែរគឺមុនគាថាដែលគាត់បណ្ដាលបានយកមកប្រើនោះគឺត្រាសឹងនេះពេលដែលគាត់សូត្រចេញទៅគឺវាមានជារង្វង់មូលពោពេញទៅដោយយ័ន្តគឺវាមានរង្វង់មូលដូចជាត្រារបស់យើងដែលយើងបោះនៅលើกระดาษចឹងហើយនៅក្នុងរង្វង់មូលនោះគឺរំលេចទៅដោយយ័ន្តពណ៌មាសយ៉ាងច្រើនពេលដែលឃើញបែបនេះសូម្បីតែពងយ័តផ្ទាល់ដែលជាដៃគូរបស់ពងវនក៏គាត់មិនដាល់ឃើញមន្តអាគមបែបនេះដែរពីពងវនក៏គាត់មិនដាល់ឃើញមន្តអាគមនេះដែលពងវនយកមកប្រើដែរប៉ុន្តែលើកនេះគាត់បានឃើញហើយគាត់បបផ្នែកធំជាពិសេសពុកសេងគាត់ថាធ្លាប់ឃើញពងវនប្រើមន្តអាគមផ្សេងច្រើនហើយប៉ុន្តែគាត់មិនដែលឃើញមន្តអាគមបែបនេះនោះទេហើយនៅក្នុងអាគមត្រារបស់គាត់នេះគឺមានរំលេចរូបសត្វសឹងពេលដែលវាហោះចេញទៅនោះគឺពន្លឺអាគមឡើងភ្លឺពណ៌មាសតែម្ដងពេលនោះពន្លឺអាគមរបស់ពងវនរីកកាន់តែធំទៅចំណែកឯពងយ័តគាត់ក៏បានឲ្យមនុស្សអាគមរបស់គាត់ចូលទៅដូចគ្នាពេលដែលមនុស្សអាគមរបស់គាត់ចូលទៅដល់នោះដំរីរបស់គេនោះគេបានលើកជើងទៅត្រង់ឲ្យស្រែកទៀតពេលដែលគេស្រែកបានមួយសន្ទុះដំរីរបស់គេក៏បានប្រើដំរីពិតមកតែម្ដងគឺមិនមែនជាដំរីអាគមនោះទេគឺដំរីដែលពួកគេកំវាលយកមកនេះឯងគេបានលើកដៃឡើងលើគេបានយកដៃមួយដើមតែដៃនោះជាទូទៅដែលយើងតែឃើញមកដំរីមួយគឺគេយកមកចាក់លើក្បាលដំរីទាំងអស់គ្នាគឺគេបានលើកដៃនោះឡើងហើយគេបានស្រែកឡើងលឺតែម្ដងហើយសំឡេងគេស្រែកនោះគឺជាសំឡេងដំរីពេលដែលគេស្រែកឡើងលឺហើយស្រាប់តែដីដែលពួកគាត់អង្គុយនោះគឺមានសភាពញ័រដោយសារតែមានដំរី
ប្រហែលជាជិត10ក្បាលឯណោះដែលវារត់សម្ដៅមកពួកគាត់ដែលឃើញបែបនេះពួកគេគិតថាពួកគាត់មិនដែលស្គាល់ដំរីពិតឬក៏យ៉ាងណាដោយបរិសុទ្ធទាំងពីរនេះនោះក្នុងចិត្តរបស់គេប្រហែលជាគិតថាលពុកទាំងពីររបស់យើងមិនមាននៅមន្តអាគមបង្ក្រាបដំរីពិតអីចឹងទៅប៉ុន្តែគេគិតខុសហើយដោយសារតែពួកគាត់ក៏ជាមរដំរីម្នាក់ដែរអញ្ចឹងហើយគឺគាត់ដឹងច្បាស់អំពីសត្វដំរីគាត់ឃើញបែបនេះហើយក៏ប្រាប់ទៅពវនថាកុំបារម្ភអីបងដំរីពិតទាំងអស់នេះទោះឲ្យខ្ញុំប្រុងស្មារតីនិងប្រយុទ្ធជាមួយគេទៅដោយគាត់និយាយដាក់ពវនបែបនេះហើយពួកគាត់បានសូត្រមុនគេថាដែលក៏បានប្រើនៅវិជាអាគមរបស់គាត់ដែលគាត់ជាមរដំរីពេលនោះក៏បានដករបស់មួយយ៉ាងចេញពីក្នុងថង់ញើសរបស់គាត់មកគឺជាឫស្សីប្រវែងប្រហែលជាមួយថ្នាំងដៃក៏បានសូត្របន្តិចឫស្សីនោះវាពន្លត់ខ្លួនប៉ុនដែកដែលចាក់លើក្បាលដំរីនេះឯងពេលដែលគាត់លើកឡើងលើហើយបុរសទាំងពីរនោះគេបោកភ្នែកធំតែម្ដងដោយសារតែពួកគេដឹងថាឈើដែលពួកយ័តកាន់នេះគឺអាចបង្ក្រាបដំរីរបស់ពួកគេបានពេលនោះពួកយ័តបានសូត្រមុនគេថាហើយក៏បានទះស្មារបស់គាត់បដៃក៏បានដើរចេញពីសមាគមរបស់គាត់ទៅតែម្ដងគឺគាត់ទៅជួបជាមួយនឹងដំរីពិតនោះតែម្ដងដំរីទាំងអស់នោះគ្រាន់តែឃើញពួកយ័តដើរចេញទៅវាហាក់បីដូចជារីរែកមិនហ៊ានចូលមកនោះទេដោយសារតែខ្លួនរបស់ពួកយ័តពោពេញទៅដោយពន្លឺជាន់ទាំងអស់ដែលឃើញបែបនេះហើយពវនគាត់ក៏មិនចាំយូរដូចដែរដោយសារតែដំរីពិតគឺមិនអាចចូលមកដល់គាត់នោះទេអញ្ចឹងហើយគាត់បានប្រើត្រាសឹងរបស់គាត់ទៅសម្លាប់បុរសទាំងពីរនឹងតែម្ដងត្រាសឹងរបស់គាត់បានហោះទៅបុកដំរីដែលពួកគេកំពុងតែជិះនោះឡើងរលាយហើយពួកគេបានធ្លាក់ពីដំរីចុះមកខាងក្រោមបន្ទាប់មកត្រាសឹងនោះវាបានហោះទៅខាងលើហើយបានហោះមកសង្កត់ជាមួយនឹងបុរសទាំងពីរអ្នកនោះតែម្ដងពេលដែលសង្កត់នោះបុរសទាំងពីរអ្នកនោះគេស្រែករៀងមិនសូវច្បាស់ដោយគេបាននិយាយថាសុំទុកជីវិតឲ្យគេផងសុំទុកជីវិតគេផងព្រោះគេមានកូនចៅត្រូវមើលថែអីទៀតអញ្ចឹងទៅពេលដែលពវនឮបែបនោះគាត់ក៏រៀងទុនចិត្តដែរក៏បានសូត្រមុនគេថាបានដកត្រាសឹងរបស់គាត់ចេញមកវិញពេលដែលគាត់បានដកត្រាសឹងរបស់គាត់ចេញមកវិញហើយបុរសទាំងពីរនោះគេបានលុតជង្គង់និងលើកដៃសំពះមកពវនឲ្យទុកជីវិតឲ្យគេអញ្ចឹងទៅប៉ុន្តែពួកគេគឺមិនបានសំពះទៅពួកយ័តនោះទេពេលដែលពួកយ័តកម្ចាត់ដំរីពិតនោះឲ្យចេញបាត់ទៅអស់ពួកយ័តគាត់ក៏បានដើរមកវិញពេលដែលគាត់ដើរមកវិញនោះគាត់បានហក់ទៅវាយបុរសទាំងពីរនោះឡើងខ្ទប់នឹងដីតែម្ដងហើយគាត់បានសូត្រមុនគេថាមហាកម្លាំងរបស់គាត់វាយឡើងខ្ទប់នឹងដីពេលដែលគាត់វាយខ្ទប់ដីហើយលពូមេភូមិក៏ដូចជាលពូមេប៉ូលីសដែលគាត់ទៅជាមួយលពូទាំង3របស់យើងហ្នឹងក៏បានប្រាប់ថាឲ្យចាប់បងយ័តផងឲ្យចាប់បងយ័តផងព្រោះបងយ័តបណ្ដោយឲ្យគាត់វាយហ្នឹងបុរសពីរនោះគឺដឹងតែស្លាប់ហើយពេលនោះពវនបានសូត្រមុនគេថាបានស្រាយនៅអាគមរបស់គាត់បានគាត់ដើរចេញទៅចាប់នឹងពួកយ័តពេលគាត់ចាប់ពួកយ័តហើយគាត់បានដើរទៅប៉ះនឹងបុរសពីរនោះក៏បានប្រាប់ថាមិនអីទេលើនេះគាត់ទុកជីវិតឲ្យប៉ុន្តែអ្វីដែលជារបស់ឯងដែលមាននេះយើងត្រូវតែបំផ្លាញវាចោលឲ្យអស់ពេលនោះពវនបានសូត្រមុនគេថាបានយកតម្រានោះលើកឡើងលើហើយគាត់បានបោះតម្រាអសបរបស់គាត់ទៅកំទេចតម្រាអាគមរបស់គេនោះតែម្ដងពេលតម្រាអាគមរបស់គេនោះខ្ទេចហើយក៏បានសូត្រមុនគេថាបន្ថែមទៀតយកដៃសង្កត់ក្បាលបុរសទាំងពីរអ្នកនោះតែម្ដងគឺគាត់បានដកនៅមុនអាគមរបស់ពួកគេចេញទាំងអស់តែម្ដងពេលដែលគាត់សូត្រមុនគេថាបានដកអាគមរបស់គេចេញខ្លួនរបស់គេគឺលែងមានយ័ន្តទៀតហើយគឺស្អាតដូចមនុស្សយើងទូទៅអញ្ចឹងពេលដែលមើលមុខពួកគេចំទៅគឺពួកគេជាជនជាតិថៃមិនមែនជាជនជាតិខ្មែរនោះទេពេលឃើញបែបនេះហើយលោកពូពិភពគាត់ក៏បានស្ទុះទៅចាប់បុរសទាំងពីរនាក់នោះយកក្រមាទៅចងដៃបុរសពីរនាក់នោះឲ្យជាប់តែម្ដងដែលគាត់បាននិយាយថាតើពួកឯងធ្វើបែបធ្វើអីពួកឯងនឹងអត់ថាបាត់បង់មនុស្សល្អអស់ច្រើនប៉ុណ្ណាហើយពួកឯងធ្វើបែបនេះធ្វើឲ្យអ្នកភូមិទាំងអស់គឺគេមិនអាចទប់អារម្មណ៍បាននោះទេបើសិនឲ្យគេដឹងថាយើងចាប់ពួកឯងបានច្បាស់ណាស់ស្អែកហ្នឹងពួកឯងនឹងស្លាប់ហើយពេលដែលពួកគាត់និយាយទៅកាន់បុរសទាំងពីរនាក់នោះហើយបុរសទាំងពីរនាក់នោះក៏មិនមានពាក្យអ្វីតបមកពួកគាត់ដែរដោយសារតែពួកគេបានអស់នៅមន្តអាគមចេញពីខ្លួនបាត់ទៅហើយបន្ទាប់មកពវនគាត់មិនចាំយូរនោះទេក៏បានដកខ្សែចង្កេះរបស់គាត់ចេញមកតែម្ដងហើយគាត់បានបោះទៅខាងលើក៏បានសូត្រមុនគេថាតម្រាអសរបល័យរបស់គាត់បន្ថែមទៀតដើម្បីទម្លាក់វិញ្ញាណដែលគាត់បានស្រូបចូលទៅនោះពេលដែលពួកគេចេញមកហើយពួកគេក៏រលាយបាត់តាមខ្យល់ទៅតែម្ដងហើយពវនបានថាពួកគេបានទៅចាប់ជាតិចាប់កំណើតវិញបានហើយគឺពួកគេមិនមានការឃុំក្រងមួយណាចាប់ពួកគេបានទៀតនោះទេពេលដែលពវនបានក្រៅបរោះទាំងពីរនេះហើយលោកពូមេភូមិក៏ដូចជាលោកអ៊ំមេប៉ូលីសក៏ដូចជាអ្នកភូមិទាំងអស់គ្នាគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានអ្នកខ្លាំងចូលមកជួយភូមិរបស់គាត់អីចឹងទៅជាពិសេសគ្រូមន្តអាគម2នាក់ដែលគេនៅភូមិនេះដែរគឺគេស្ងាត់សរសើរលោកពុកទាំងពីររបស់យើងណាដោយសារតែមន្តអាគមរបស់ពួកគាត់គឺខ្លាំងជាពិសេសនោះគឺគាត់មិនដែលឃើញមន្តអាគមមិនប្លែកបែបនេះនោះទេ
លូស្អែកឡើងក៏ចូលមកដល់ពេលដែលស្អែកចូលមកដល់អ្នកភូមិសឹងតែទប់ចិត្តមិនបាននោះទេម្នាក់សឹងតែថាម្នាក់គាត់តែឃើញមកគឺចង់តែសម្លាប់បុរសទាំងពីរនេះចោលតែម្ដងមិនបាច់យកទៅឲ្យប៉ូលីសបញ្ជូនទៅត្រឡប់ទៅប្រទេសគេវិញនោះទេគឺចង់សម្លាប់ចោលនៅនឹងទឹកដីខ្មែរតែម្ដងព្រោះពួកគេសាងបាបច្រើនអីចឹងទេប៉ុន្តែលោកអ៊ំមេប៉ូលីសដែលទៅជាមួយលោកពូទាំង3យើងគាត់ថាបើធ្វើបែបនេះគឺវាខុសច្បាប់អញ្ចឹងអ្នកដែលសម្លាប់បុរសទាំងពីរនេះគឺនឹងមានទោសអីចឹងទៅពេលដែលលោកពូមេប៉ូលីសគាត់បញ្យល់បែបហ្នឹងហើយអ្នកភូមិអ្នកផងគាត់ក៏បាននិយាយថាបើវាហួរទៅហើយឲ្យវាហួរទៅចោះយ៉ាងណាក៏ពួកគាត់បានចាប់គេបានអីចឹងទៅដោយពួកគេបានពិភាក្សាគ្នាចាប់សពគ្រប់ហើយនឹងបញ្ជូនបុរសទាំងពីរនោះត្រឡប់ទៅវិញអញ្ចឹងទៅចំណែកប្រវត្តិគាត់បានទៅជួបគ្រូ2នាក់ដែលគាត់បានត្រូវរបួសពីយប់មិញហ្នឹងគឺគាត់ទៅជួយព្យាបាលដើម្បីកុំឲ្យមានគ្រោះដល់ជីវិតអីចឹងទៅដោយសារតែសារគមរបស់គាត់ត្រូវបានគេបំផ្លាញអញ្ចឹងហើយវាឡងចូលមកក្នុងគ្រូរបស់គាត់វិញប្រវត្តិបានដោះនៅមុនគមរបស់គេហើយគាត់បានឲ្យរបស់មួយចំនួនទៅគ្រូទាំងពីរនាក់នោះទៀតថាបើសិនជាមានអ្នកទាំងពីរនៅក្នុងភូមិនេះក៏ដូចជាភូមិមួយទៀតនោះគឺអ្នកភូមិអ្នកផងគឺគាត់ពិតជាសុខសប្បាយដោយសារតែមានមនុស្សល្អនៅចាំជួយថែរក្សាអញ្ចឹងទៅចំណែកឯលោកគ្រូ2នាក់នឹងផងដែរគាត់ក៏ពិតជាអរគុណលោកពុកទាំងពីររបស់យើងណាដែលបានជួយសង្គ្រោះគាត់កាលពីយប់មិញអញ្ចឹងទៅហើយពេលព្រឹកឡើងក៏បានជួយនៅព្យាបាលជំងឺរបស់គាត់ទៀតប៉ុន្តែលោកពុកទាំង3របស់យើងគាត់គឺមិនថាយនៅទេដោយសារគាត់ស្រឡាញ់និងចូលចិត្តគ្រូចេះនៅមន្តអាគមហើយជួយអ្នកទុំសោយអ្នកស្លូតត្រង់អីចឹងទៅលោកពុកទាំង3របស់យើងបានបញ្ចប់ភារកិច្ចរបស់គាត់សពគ្រប់ហើយគាត់ក៏បានត្រឡប់មកខេត្តពោធិ៍សាត់វិញហើយរឿងរបស់យើងក៏សូមចាប់ទៅត្រឹមនេះដែរសូមអរគុណនិងអធិស្ឋានរាល់ពាក្យពេចន៍កំហុសខុសឆ្គងដោយប្រការណាមួយមិនសមរម្យសូមអរគុណសូមគោរពលា